ស្វែងយល់អំពីនីតិវិធីនៃការកាត់ឈ្មោះប្លង់ពីឪពុកម្ដាយទៅកូនឬយាយតាទៅចៅឬហៅថាប្លង់រង្វង់សាច់ញាតិប្រជាប្រដ្ឋជាច្រើនដែលមានបំណងចង់ផ្ទេរឈ្មោះឬផ្ទេរកម្មសិទ្ធិដីធ្លីពីឪពុកម្ដាយទៅកូនឬយាយតាទៅចៅប៉ុន្តែមិនទាន់ដឹងអំពីការត្រៀមឯកសារនិងនីតិវិធីដូច្នេះសូមបងប្អូនប្រិយមិត្តសូមតាមដានស្ដាប់និងស្វែងយល់អំពីរបៀបត្រៀមឯកសារនិងនីតិវិធីនៃការកាត់ប្លង់ផ្ទេរកម្មសិទ្ធិដីធ្លីពីឪពុកម្ដាយទៅកូនឬយាយតាទៅចៅឬអាចហៅបានថាក្នុងរង្វង់សាច់ញាតិនីតិវិធីនៃការកាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយទៅកូនឬយាយតាទៅចៅត្រូវបានបែងចែកជាពីរផ្សេងគ្នាដោយមួយប្រភេទដីធ្លីដែលមានប្លង់រឹងត្រឹមត្រូវនិងមួយទៀតគឺដីធ្លីដែលមានប្លង់ទន់ប៉ុន្តែនៅពេលនេះនឹងលើកយកអំពីរបៀបនីតិវិធីនៃការកាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិដីធ្លីប្លង់រឹងសម្រាប់ដីធ្លីដែលមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុចេញដោយសុរិយោដីឬប្លង់រឹងដំបូងត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិនៅសាលាស្រុកឬសាលាខណ្ឌទីតាំងដីនោះហើយដើម្បីដាក់ស្នើសុំបញ្ជីអំពីការផ្ទេរកម្មសិទ្ធិនេះត្រូវភ្ជាប់មកជាមួយនៅប័ណ្ណកម្មសិទ្ធិដីធ្លីច្បាប់ដើមអត្តសញ្ញាណប័ណ្ណអ្នកឲ្យអំណោយនិងអ្នកទទួលអំណោយចំនួន1ច្បាប់សេចក្តីចម្លងសម្បត្តិអាពាហ៍ពិពាហ៍ក្នុងករណីរៀបអាពាហ៍ពិពាហ៍ចំនួន2ច្បាប់សេចក្តីចម្លងសម្បត្តិកំណើតសៀវភៅគ្រួសារចំនួន2ច្បាប់និងលិខិតអំណោយផ្ដាច់ចំនួន1ច្បាប់បន្ទាប់ពីបានដាក់ពាក្យស្នើសុំទៅការិយាល័យច្រកចេញចូលតែមួយនៃសាលាស្រុកឬខណ្ឌនៃទីតាំងដីនោះរួចហើយនោះមន្ត្រីច្រកចេញចូលតែមួយនឹងចេញបង្កាន់ដៃមួយបញ្ជាក់ថាបានដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិនេះគ្រប់ចំនួននិងត្រឹមត្រូវនិងបង្កាន់ដៃបង់ប្រាក់សម្រាប់ការស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិដោយតម្លៃអាស្រ័យទៅលើដីទំហំនិងទីតាំងក្រុងឬជនបទប៉ុន្តែមិនថ្លៃដូចជាការកាត់ប្លង់ដោយការទិញលក់នោះទេបន្ទាប់ពីបានដាក់ពាក្យនិងអនុវត្តនីតិវិធីខាងលើរួចទៅហើយម្ចាស់កម្មសិទ្ធិដីធ្លីត្រូវរងចាំរយៈពេល15ថ្ងៃដើម្បីឲ្យខាងការិយាល័យច្រកចេញចូលតែមួយតាក់ទងដើម្បីទទួលយកសំណុំឯកសារទៅបោះត្រាបង់ពន្ធនៅសាខាពន្ធដារខេត្តប៉ុន្តែការបោះត្រាលើការផ្ទេរកម្មសិទ្ធិដីធ្លីពីឪពុកម្ដាយទៅកូនឬពីយាយតាទៅចៅមិនមានការបង់ប្រាក់ឬបង់ពន្ធ 4% នោះទេបោះត្រាដោយឥតគិតថ្លៃក្រោយពីបានប្រថាប់ត្រាលើសំណុំឯកសារផ្ទេរកម្មសិទ្ធិរួចហើយត្រូវយកសំណុំឯកសារនោះទៅដាក់នៅមន្ទីររៀបចំដែនដីនគររមណីយកម្មសំណង់និងសុរិយោដីខេត្តដើម្បីឲ្យមន្ត្រីដែនដីរៀបចំចេញបានថ្មីដែលមានម្ចាស់កម្មសិទ្ធិដែលជាកូនឬចៅជាអ្នកទទួលអំណោយដីធ្លីនោះសម្រាប់រយៈពេលនៃការរងចាំការចេញបានកម្មសិទ្ធិដីធ្លីនោះក្នុងរង្វង់3ខែទៅ4ខែត្រូវចងចាំថាបើទោះបីជាផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយទៅកូនពីយាយតាទៅចៅឬការផ្ទេរកម្មសិទ្ធិនៅក្នុងរង្វង់សាច់ញាតិមិនបង់ពន្ធប្រថាប់ត្រាក៏ដោយក៏ត្រូវយកឯកសារដើម្បីឲ្យពន្ធដារប្រថាប់ត្រានិងចេញបង្កាន់ដៃប្រថាប់ត្រាបញ្ជាក់ថាតម្លៃ0